ស្ត្រីអាវពណ៌បៃតងមើលជុំវិញដោយបារម្ភឥឡូវនេះមនុស្សដែលអាចជួយនាងបានគឺមនុស្ស4នាក់នៅម្ខាងទៀតនាងបានក្រឡេកមើលរទេះភ្លើងដ៏ប្រណិតទាំងពីរហើយមិនប្រាកដថាតើបុរសវ័យក្មេងដែលមានទ្រព្យសម្បត្តិបែបនេះពិតជាអាចកម្ចាត់ក្រុមចោរបានឬយ៉ាងណានាងទើបតែបានឃើញបុរសអាវខ្មៅសម្លាប់ចោរម្នាក់ដោយត្បូងគូចដែលបង្ហាញថាគាត់មានជំនាញខាងក្បាច់គុនខ្លាំងណាស់អ្នកទាំងបីហាក់ដូចជាដើរតាមការដឹកនាំរបស់បុរសដោយមានប្រជ្រុយក្រហមនៅក្រោមភ្នែកមានតែបុរសស្លៀកខ្មៅធ្វើចលនាចំណែក3នាក់ទៀតនៅមិនទាន់ធ្វើចលនាម្យ៉ាងទៀតបើមើលពីរូបសម្រស់របស់បុរសវិញប្រហែលជាអ្នកជំនាញខ្លះហើយភ្នែករបស់លីងជាភ្លឺឡើងនៅពេលដែលនាងឃើញគូសាំងមីងពេញមួយឆ្នាំមកនេះនាងមិនដែលបានជួបបុរសសង្ហាបែបនេះទេគាត់ស្អាតខ្លាំងអាចបំផ្លាញប្រទេសមួយនាងបានសម្លឹងមើលមុខរបស់គូសាំងមីងយ៉ាងយកចិត្តទុកដាក់នាងគិតថានាងត្រូវគេបាញ់ព្រួញស្នេហ៍ហើយអព្រះឲ្យម៉េចក៏សង្ហាម្លេះហេតុអ្វីស្អាតម្លេះគោវាងទោលគូសាំងមីងដោយកែងដៃរបស់គាត់ជាសញ្ញាឲ្យគាត់មើលទៅស្ត្រីនៅទីនោះគូសាំងមីងក្រឡេកមើលទៅឃើញស្ត្រីអាវពណ៌បៃតងកំពុងសម្លឹងមកគាត់ភ្នែករបស់នាងចិត្តឆាប់ឆេះហើយភ្លាមនោះចោរម្នាក់ក្នុងចំណោមក្រុមចោរដែលនៅជុំវិញហ្វូងមនុស្សបានចង្អុលទៅគុជដែលជាប់នឹងដើមឈើនៅពីក្រោយគាត់ពាក់កណ្ដាលនៃគុជត្រូវបានបង្កប់ក្នុងដើមឈើប៉ុន្តែមិនបានខូចខាតអ្វីទាំងអស់មេក្រុមចោរលើកដាវឡើងបានក្រឡេកមើលគោវាងមុខស្មើបុរសដែលនៅជុំវិញគាត់បានធ្វើសកម្មភាពញ័រដោយតក់ស្លុតគាត់បានក្រឡេកមើលទៅក្រុមចោរផ្សេងទៀតដោយការភ្ញាក់ផ្អើលភ្លាមនោះអ្នកដឹកនាំក៏ត្រជាក់ចិត្តមួយសន្ទុះស្រាប់តែដូចជាដឹងរឿងកើតឡើងក៏ស្រែកឡើងថាជួបអ្នកពូកែហើយបងប្អូនឲ្យដកថយរត់ទៅចោរជាច្រើនអ្នកបានអូសសាកសពសមិទ្ធដែលដួលរំឡើងជិះសេះហើយរត់គេចខ្លួនបាត់ដោយមើលក្រុមចោរបាត់ខ្លួនពីចម្ងាយបំពង់ក៏របស់ស៊ីណាំងរឹតបន្តឹងដោយមិនអាចបញ្ចេញសំឡេងបានមួយសន្ទុះក្រោយមកទីបំផុតនាងក៏និយាយដោយទឹកមុខកាន់ទុកថាការពិតនេះហើយហេតុពិភពគុណនោះលីងជាបោះជំហានទៅមុខភ្លាមហើយនិយាយទៅកាន់គូសាំងមីងថាក៏សូមអរគុណអ្នកប្រុសជួយសង្គ្រោះជីវិតស៊ីណាំងកូនកោលីចុងកើវាងមកពីគេល្ងងពេកមិនដឹងច្បាស់ថាគុណនៃការសង្គ្រោះជីវិតមកពីណាគូសាំងមីងយំយ៉ាងឆក់យកបេះដូងហើយនិយាយថាក៏អ្នកនាងមិនបាច់គួរសំទេលីងជាសម្លឹងមើលស្នាមញឹមរបស់គូសាំងមីងដោយមិនជឿគាត់សង្ហាណាស់គោវាងមានអារម្មណ៍ថាគ្រោះថ្នាក់ខ្លាំងណាស់នៅពេលនេះហាក់ដូចជានារីម្នាក់នៅចំពោះមុខបានលងស្នេហ៍ឪពុកតាំងពីឃើញដំបូងលីងជាបោះខ្លួនចូលទៅជិតគូសាំងមីងភ្នែករបស់នាងពោពេញដោយទឹកភ្នែកហើយនិយាយថាអ្នកប្រុសប្រសិនបើខ្ញុំមិនបានជួបអ្នកថ្ងៃនេះខ្ញុំប្រហែលជាត្រូវបានចោរទាំងនោះបំពានខ្ញុំសុខចិត្តបម្រើអ្នកដូចជាទាសករដើម្បីសង្គ្រោះជីវិតនេះគោវាងលើកចិញ្ចើមដូច្នេះការជួបពួកចោរត្រូវបានបញ្ចប់យ៉ាងនេះហើយជាមួយនឹងព្រឹត្តិការណ៍ដ៏ចម្លែកបែបនេះហើយនារីម្នាក់នេះជាងវាងឡុងអឺរទៀតគូសាំងមីងបាននិយាយទន់ភ្លន់ទៅកាន់លីងជាថាអ្នកនាងសន្យាថានឹងធ្វើជាអ្នកបម្រើរបស់ខ្ញុំនៅថ្ងៃនេះតើអ្នកបានពិចារណាឪពុកម្ដាយនិងក្រុមគ្រួសាររបស់អ្នកទេលីងជាជូតទឹកភ្នែករបស់នាងហើយនិយាយថាខ្ញុំជាក្មេងកំព្រាចោរបានសម្លាប់សិស្សច្បងគ្រូរបស់ខ្ញុំហើយសិស្សច្បងគាត់ត្រូវបានចោរសម្លាប់ខណៈពេលដែលព្យាយាមជួយសង្គ្រោះខ្ញុំទោះបីជាខ្ញុំមានឱកាសគេចខ្លួនក៏ដោយក៏ខ្ញុំមិនអាចទ្រាំបានទុកឲ្យគាត់ប្រឈមមុខនឹងគ្រោះថ្នាក់តែម្នាក់ឯងដូច្នេះខ្ញុំត្រឡប់មកវិញប៉ុន្តែពេលខ្ញុំត្រឡប់មកវិញគាត់ត្រូវបានក្រុមចោរសម្លាប់រួចហើយទេវតាអាណិតខ្ញុំជួបអ្នកប្រុសហើយជួយខ្ញុំសូមសង្គុណអ្នកវិញគោវាងបាននិយាយថាការធ្វើដំណើររបស់យើងគឺលំបាកនិងគ្រោះថ្នាក់នាងជានារីម្នាក់វានឹងប្រសើរជាងប្រសិនបើអ្នកមិនមកជាមួយយើងនឹងផ្ដល់ឲ្យអ្នកនៅលុយកាក់ធ្វើដំណើរមួយចំនួនដូច្នេះអ្នកអាចរកកន្លែងតាំងលំនៅនិងរស់នៅក្នុងជីវិតដ៏សុខសាន្តតើវាមិនប្រសើរជាងដើរតាមពួកយើងនៅក្នុងពិភពគុណដ៏បង្ហូរឈាមនោះទេពេលប្រើពាក្យថាលំបាកយ៉ាងហោចក៏អាចក្រឡេកមើលរទេសដែលនៅពីក្រោយអ្នកវិញដែរឬទេលីងជាងាយក៏ក្រឡេកមើលទៅគូសាំងមីងនៅមុំ45ដឺក្រេអាចតាមអ្នកប្រុសខ្ញុំស្លាប់ក៏មិនសោកស្ដាយទេគោវាងដកដង្ហើមធំហើយចាំបន្តិចតើមានអ្វីកើតឡើងម៉េចវាកើនឡើងដល់ស្ថានភាពជីវិតឬស្លាប់ហើយលីងជាស្លៀកពាក់ពណ៌បៃតងស្រស់ស្អាតដូចស្បែកក្តោបស្រស់ត្រកាលនាងបានក្រឡេកមើលគូសាំងមីងដោយក្រសែភ្នែកគួរឲ្យអាណិតខណៈដែលគូសាំងមីងគ្រាន់តែសម្លឹងមកនាងហើយនិយាយថាដូចមិនមានរទេះបន្ថែមទេឥឡូវនេះដូច្នេះអ្នកត្រូវប្រជ្រៀតជាមួយស៊ីណាំងលីងជាញឹមហើយងក់ក្បាលស្ទើរតែលុតជង្គង់ចុះទៅឲ្យគូសាំងមីងទូរទះទូលាយដែរតើពាក្យប្រជ្រៀតអាចប្រើបានឬទេគ្រប់គ្រាន់ហើយលីងជាបានខ្ចប់របស់របររបស់នាងហើយចូលទៅក្នុងរទេះរុញដោយទុកឲ្យគោវាងឈរនៅទីនោះដោយភ្នែកត្រជាក់ដូចរូងភ្នំទឹកកកដូច្នេះលោកអ៊ំប៉ពិតជាត្រឹមត្រូវណាស់គាត់នឹងយកស្ត្រីបន្ថែមទៀតមកវិញ
ដំណើរកំសាន្តរបស់គូសាំងមីងនិងគូវ៉ាងអាអត់ទេគឺទៅកាន់ការប្រកួតក្បាច់គុននេះមិនបានឆ្លងកាត់ផ្លូវត្រង់ទេគឺគេទទួលបានអ្នកបម្រើដ៏ស្រស់ស្អាតម្នាក់ស៊ីណាំងបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលីងជាអ្វីត្បិតតែទូរទស្សន៍មានទំហំធំទូលាយល្មមអាចដាក់មនុស្ស2នាក់បានក៏ដោយក៏នាងនៅតែមិនសប្បាយចិត្តនឹងនារីដែលចង់ចែករំលែករទេះជាមួយនាងដែរមិនមែនថានាងរឹងរូសឬមិនចេះអត់អន់ចំពោះអ្នកដទៃនោះទេប៉ុន្តែស្ត្រីម្នាក់នេះតែងតែតាមស្អិតនឹងម្ចាស់នាងស៊ីណាំងតែងតែមិនចូលចិត្តស្ត្រីដែលព្យាយាមគ្រប់មធ្យោបាយដើម្បីល្បួងលោកម្ចាស់សៀវភៅតែងនិយាយថាសម្រស់អាចបំផ្លាញប្រទេសមួយប៉ុន្តែវាហាក់ដូចជាលោកម្ចាស់និងលោកគូស្អាតជាងលីងជាទៅទៀតមិនខ្វល់ទេអ្នកណាឲ្យលីងជាគឺជាមនុស្សស្រីនោះអ្វីដែលធ្វើឲ្យនាងរំខានខ្លាំងបំផុតនោះគឺថាពួកចោរទាំងនោះនិយាយប្រៀបធៀបលីងជានឹងនាងនិយាយថានាងមិនអាចមើលបានបើថានាងមិនស្អាតដូចលោកម្ចាស់និងលោកគូមិនថាទេប៉ុន្តែហេតុអ្វីបានជាពួកគេនិយាយថានាងមិនស្អាតដូចលីងជាទោះបីជាវាជាការពិតក៏ដោយលីងជាសម្លឹងមើលស៊ីណងហើយនិយាយថាហេតុអ្វីឲ្យទឹកមុខមកខ្ញុំធ្វើអីអត់មានទេយើងនឹងត្រូវរួមគ្នាឲ្យបានល្អចាប់ពីពេលនេះទៅតើអនាគតយ៉ាងណាទៅបើអ្នកមិនចូលចិត្តខ្ញុំឥឡូវនេះលីងជានិយាយទៅកាន់ស៊ីណាំងស៊ីណងភ្ញាក់ផ្អើលនឹងសម្ដីរបស់លីងជាមុននឹងឆ្លើយតបថាក៏អ្នកណាចង់ចំណាយពេលជាមួយអ្នកចង់បានចៅវាយរបស់យើងធ្វើម៉េចអ្នកមានឱកាសនៅជាមួយខ្ញុំបានយូរនៅពេលដែលចៅវាយដឹងពីចិត្តណារបស់អ្នកនោះអ្នកនឹងត្រូវគេបណ្ដេញចេញហើយទោះជាយ៉ាងណាក៏ដោយលីងជាមិនយល់ពីអ្វីដែលស៊ីណាំងនិយាយនោះទេហើយបានសួរដោយទឹកមុខចម្លែកថាហេតុអ្វីបានជាចៅវាយចង់ឲ្យខ្ញុំទៅឆ្ងាយពេលនេះគាត់ដឹងខ្ញុំចូលចិត្តគាត់វាមិនអនុញ្ញាតទេខ្ញុំចង់តាមគាត់ចៅវាយគឺជាបុរសសង្ហាបំផុតដែលខ្ញុំធ្លាប់ឃើញហើយខ្ញុំមិនរៀបការជាមួយអ្នកណាទៀតទេស៊ីណាំងស្រឡាំងកាំងនឹងភាពប្រហានរបស់លីងជានាងមិនដែលឃើញមនុស្សស្រីបែបនេះពីមុនមកទេស្ត្រីដែលមានចង់ស្រឡាញ់លោកម្ចាស់តែងតែចូលចិត្តធ្វើរឿងគួរឲ្យអាណិតនិងគ្មានទីពឹងហើយពួកគេម្នាក់មានហេតុផលវិកវេច្រើនប៉ុន្តែស្ត្រីម្នាក់នេះពិតជានិយាយចំមែនតើភាពថ្លៃថ្នូររបស់ស្ត្រីនៅឯណាអត់ទេតើនេះជាអ្វីដែលជាថ្លៃថ្នូរឯងនិយាយស្អីចៅវាយរបស់យើងមិនត្រូវការមនុស្សស្រីងាយដូចឯងទេគាត់មិនចង់បាននាងទេស៊ីណាំងបានឃើញភាពត្រង់របស់ស្ត្រីនៅពិភពគុណហើយទស្សនៈរបស់នាងត្រូវបានបំផ្លាញប្រទេសទាំងពីរនៅជិតជាមួយគ្នាហើយគោវ៉ាងមានកម្លាំងធាតុក្នុងដ៏ពិសេសគាត់បាននាអ្វីទាំងអស់ពីការលះបង់ឥតងាករេទៅស្បត់ថានឹងរៀបការគ្មានអ្នកណាក្រៅពីគូសាំងមីងតើវាលឿនពេកទេតើនេះជារឿងស្អីចេះដោយរាប់លើមរៀមដៃរបស់គាត់វាមានរយៈពេលត្រឹមតែ2-3ថ្ងៃប៉ុណ្ណោះចាប់តាំងពីគាត់បានចាក់ចេញពីលាវស៊ូសានចឹងហើយបានទទួលក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ដែលមានស្បែកស្អាតនិងអត់ខួរបន្តិចរួចទៅហើយនេះបានបង្កើនខ្សែការពាររបស់គោវ៉ាងឲ្យខ្ពស់ជាងដែលខ្លួនធ្លាប់មានតាមពិតទៅគាត់កំពុងគិតអំពីសំណួរដ៏ធ្ងន់ធ្ងរមួយហើយកំពុងស្វែងរកចម្លើយនៅក្នុងចិត្តរបស់គាត់យ៉ាងយកចិត្តទុកដាក់លីងជាមានសម្រាលបានប្អូនស្រីឲ្យគាត់ឬអ្នកដែលសម្រាលបានប្អូនស្រីជាគោលដៅសំខាន់ក្នុងការបង្ការគោវ៉ាងគិតយូរហើយតែមិនអាចគិតពីលីងជាបានទេរហូតមកដល់ពេលនេះគាត់មានអារម្មណ៍ថាស្ត្រីម្នាក់នេះមានសុវត្ថិភាពណាស់គោលដៅនៅមានស្ថិរភាពគួរឲ្យកត់សម្គាល់ចេញពីតារាងនោះទេបើនិយាយពីបុគ្គលិកលក្ខណៈវិញនាងក៏មានស្ថិរភាពដែរគោវ៉ាងអង្គុយនៅមុខគូសាំងមីងដោយទឹកមុខត្រជាក់បូរមាត់សង្កត់បន្តិចនិងភ្នែកមុតស្រួចគាត់មើលទៅដូចជាបុរសរឹងរូសមានចរិតមុតស្រួចទោះបីជាយ៉ាងណាក៏ដោយខណៈពេលនៅក្រៅរឹងមាំតែក្នុងចិត្តរបស់គាត់ពិតជាកំពុងស្កែនលីងជាការធ្វើដំណើរគឺជាពេលវេលាដ៏គួរឲ្យធុញទ្រាន់បំផុតនៅក្នុងរទេះសេះបើមិនញ៉ាំគឺគេងឬអង្គុយនឹងហាត់ក្បាច់គុនប៉ុន្តែប្រសិនបើទេសរង្គើភ្លាមនោះថាមពលខាងក្នុងនឹងដំណើរមិនស្មើហើយនឹងបាត់បង់ច្រើនជាងអ្វីដែលអ្នកទទួលបានគូសាំងមីងមិនអាចអង្គុយបានទៀតទេហើយនិយាយទៅគោវ៉ាងថាគោវ៉ាងតើអ្នកចេះលេងល្បែងបញ្ជាផឹកទេលេងកំដរពេលវេលាលេងតែ2នាក់មែនទេវាពិបាកលេងពេកហើយដូរអ្វីផ្សេងទៀតគោវ៉ាងនិយាយដោយយកកាក់ទុងដែងពណ៌លឿងខ្មៅចេញពីហោប៉ៅរបស់គាត់ថាទីមុខមានរូបមាសនិងហេតុអ្វីប៉ាលេងដូចកូនក្មេងម្លេះតើគាត់មានកន្លែងណាខូចហើយទេដឹងគោវ៉ាងបានដោះអាវក្រៅរបស់គាត់តាមសម្រួលហើយគ្រប់ក្បាលរបស់គាត់ដូចជាអ្នករាំអាវធំពណ៌ខ្មៅគ្រប់ក្បាលរបស់គាត់ដោយភាពស្ងប់ស្ងាត់ដូចគ្នានឹងការដោះសម្លៀកបំពាក់ការពារភ្លៀងហើយគាត់នៅតែប្រងើយកន្តើយមិនប៉ះពាល់អ្វីបន្តិចសោះយកកាក់ទុងដែងចេញពីតូគាត់បានកាន់វានៅចន្លោះមេដៃនិងមេដៃហើយធ្វើកាយវិការនៅចំពោះមុខគូសាំងមីងបាននិយាយថាក៏ខ្ញុំចាក់ខាងមុខរហូតមិនអីទេចឹងខ្ញុំនឹងបន្តចាក់ខាងក្រោយរហូតសំឡេងកាក់ស្ពាន់ប៉ះនឹងឈើយ៉ាងស្រទន់វាជាខាងបញ្ច្រាសគឺខាងក្រោយ
cô vang sầm lâng mơ cu sang minh đòi mình bánh chênh mực đó sầm liệp bầm pẹ rồi bỏ nẹ hai đạ vi pi lơ ba rồi bỏ nẹ song sực khlang chiên ca cực tiệt bà nẹ mình nơi không rồi tê tê hai miên nô nà mình nẹ khơi bẹp ní cùng nứt đầm bông kê nâng sầm lâng mơ mệt hai chngò thả để miên rừng ấy Phlieng rứ ao kra rồi bỏ cu sang minh thưa pi cờ nạt tốn chọp nâng thua nâng sọ rồi bỏ quạt pẹ pos đôi chné phụ kê pi nẹ mình nẹ chi pò khmau nâng mùi pos hạ đôi chi can cặp pẹ cần đa này lùng Pi phực cô vang tốp sầm nói mình ban rụp riêng anh đôi pre niên công si im chăng ha Cú sang minh sờ láng căng mùi sân túcពេលឃើញស្នាមញឹមរបស់គោវាងគាត់ស្គាល់មនុស្សម្នាក់មិនបានយូរទេប៉ុន្តែចង់រាប់អានយ៉ាងណាមិញមិនដែលឃើញគាត់បែបនេះពីមុនមកទេដោយគាត់សើចយ៉ាងខ្លាំងបង្កើតបរិយាកាសដែលធ្វើឲ្យមហាជនចង់ចែករំលែកក្នុងភាពសប្បាយរីករាយរបស់គាត់ជាធម្មតាគោវាងមិនបញ្ចេញមិត្តឬប្រងើយកណ្ដាលហេតើអ្វីជាភាពខុសគ្នារវាងការមិនបញ្ចេញមតិទេនិងរូបរាងប្រងើយកណ្ដាលទាំងស្រុងប្រាប់ខ្ញុំមានតែទទាបមួយនៅចន្លោះពួកគេហើយពួកគេអាចលូកដៃដល់គ្នាទៅវិញទៅមកគោវាងបានយកសម្លៀកបំពាក់របស់គូសាំងមីងចេញពីក្បាលហើយពាក់វាលើស្មារបស់គូសាំងមីងវាជាកាយវិការដ៏កក់ក្ដៅមួយដោយដៃរបស់គាត់លាតចេញលើសម្លៀកបំពាក់លើគាត់ដូចជាគាត់កំពុងអបគូសាំងមីងគោវាងបាននិយាយថាគឺអ្នកដណ្ដប់បានគូសាំងមីងស្រឡាំងកាំងមួយផ្លែតចំពោះការបញ្ចេញមិត្តនិងសកម្មភាពរបស់គោវាងលុះដឹងខ្លួនហើយគាត់ក៏ទាញសម្លៀកបំពាក់លើស្មារើសកាក់ស្ពាន់ហើយបន្តបោះវាឡើងលើរូបមាសខាងមុខគូសាំងមីងបានសួរថាតើទំនាក់ទំនងរបស់អ្នកជាមួយយៀនលីសៀនគឺជាអ្វីហោះតើក្រែងជាម្ដាយចុងទេតើអ្នកកំពុងសួរអ្វីនឹងគោវាងផ្អាកមួយផ្លែតថាមហេតុអ្វីបានជាអ្នកតែងតែយល់ថាខ្ញុំមានទំនាក់ទំនងជាមួយយៀនលីសៀនប្រតិកម្មមិនត្រូវរបស់អ្នកគឺតាំងពីដំបូងនៅពេលដែលយៀនលីសៀនបង្ហាញខ្លួនអ្នកទទួលយកតែដែលខ្ញុំបានសួរអ្នកថាតើអ្នកចង់បានវាទេហើយអ្នកយកចិត្តទុកដាក់ជាពិសេសចំពោះនាងអ្នកថែមទាំងចង់ទៅប្រកួតក្បាច់គុណដោយមិនខ្វល់ពីអ្វីផ្សេងទៀតបន្ទាប់ពីនាងបានអញ្ជើញអ្នកថែមទាំងចិត្តឆ្លោះគ្នាជាមួយគាត់ហើយផ្អឹបគាត់ទៅនឹងទៅទៀតគោវាងមិននឹកស្មានថាគូសាំងមីងដែលតែងតែយកចិត្តយៀនលីសៀនពេលនេះតើមានអ្វីកើតឡើងគូសាំងមីងដែលជាម៉ាស៊ីនផលិតប្អូនស្រីគោវាងតែងតែប្រុងប្រយថ្នាពេលទៅជាប្រយ័ត្នគាត់វិញតើគាត់គិតថាគាត់និងយៀនលីសៀនកំពុងមានទំនាក់ទំនងស្នេហាទេច្រឡំណាស់គោវាងបានប្រែក្អៅរបស់គូសាំងមីងធ្វើឲ្យគាត់ផ្អៀងទៅមុខហើយចូលទៅជិតគាត់បាននិយាយទៅកាន់គាត់មួយម៉ាត់ថាខ្ញុំគិតថាមនុស្សស្រីម្នាក់នោះមិនស័ក្តិសមសម្រាប់អ្នកទេដូច្នេះខ្ញុំបានយកចិត្តទុកដាក់លើអាកប្បកិរិយារបស់នាងខ្ញុំមិនចង់ឲ្យមានអ្វីកើតឡើងរវាងអ្នកនិងនាងទេចំពោះអ្វីដែលបានកើតឡើងកាលពីលើកមុនខ្ញុំសុំទោសដោយសារតែអារម្មណ៍មួយផ្លែតខ្ញុំធ្វើឲ្យអ្នកខ្មាស់អៀនខ្លាំងណាស់តែប្រសិនបើអ្នកធ្វើឲ្យខ្ញុំមានអារម្មណ៍បែបនេះម្ដងទៀតខ្ញុំនៅតែដាក់អ្នកនៅលើតុក៏បន្ទាប់មកគាត់បានដោះលែងគូសាំងមីងដែលធ្វើឲ្យគាត់រៀងខ្មាស់បន្តិចគោវាងលែងក្អៅរបស់គូសាំងមីងតម្រង់ត្រង់ស្នាមជ្រីវជ្រួញក្នុងសម្លៀកបំពាក់ហើយនិយាយដោយសម្លេងទន់ភ្លន់ថាខ្ញុំជាសមាជិកនៃគ្រួសារគូទោះបីជាទំនាក់ទំនងឈាមខ្សោយខ្លាំងក៏ដោយតែកូនរបស់ដូនតាយើងហើយខ្ញុំក៏មាននាមត្រកូលគូដែរអ្នកគឺជាខ្សែឈាមចុងក្រោយរបស់គ្រួសារគូខ្ញុំនឹងមិនធ្វើបាបអ្នកទេបើអ្នកបន្តការសង្ស័យនឹងរឿងដែលមិនទាន់បានសួរខ្ញុំពេលក្រោយប្រយ័ត្នលំបាកខ្លួនឯងប្រើសម្លេងលួងលោមកូនក្មេងតើមានន័យថាម៉េចមុខរបស់គូសាំងមីងប្រែជាក្រហមបន្តិចគាត់ងាកក្បាលចេញពីការសម្លឹងមើលគោវាងនៅពីមុខគាត់ដោយមានអារម្មណ៍ថាដៃមួយបានបញ្ចេញស្នាមជ្រួញនៅរបស់គាត់បន្តិចម្ដងតាមពិតទៅគាត់មិនចង់បែបនេះទេប៉ុន្តែនៅពេលដែលគាត់ខឹងគាត់មិនអាចគ្រប់គ្រងខ្លួនឯងបានតតែសោះពេលប្រឈមមុខនឹងគោវាងពេលខ្លះគាត់ថែមទាំងឆ្ងល់ថាតើគោវាងជាប្អូនប្រុសរបស់គាត់ឬអត់អារម្មណ៍នៃចំណងឈាមនោះគឺដូចជាគាត់មិនចូលចិត្តម្ដាយរបស់គាត់ប៉ុន្តែនៅតែមានចិត្តស្រឡាញ់យ៉ាងខ្លាំងចំពោះគាត់វាគឺដូចគ្នាជាមួយគោវាងគាត់មានអារម្មណ៍ដូចជាគ្រួសារត្រឹមមិនបានចង់ឲ្យគាត់ជឿខ្លួនឯង